បាទជំរាបសួរប្រិយមិត្តអ្នករៀនភាសាអង់គ្លេសទាំងអស់ថ្ងៃនេះយើងបន្តមេរៀនយើងតាក់ទងនឹង the 5 academics vocabulary words ដែលពាក្យតាក់ទងទៅនឹងប្រឡងក្នុង IELTS ឬក៏ TOEFL ណាបាទជាប្រភេទពាក្យដែលថាយើងប្រឡងសម្រាប់យកអាហារូបករណ៍នៅក្នុងប្រទេសឬក៏ក្រៅប្រទេសឬក៏ប្រឡងពេទ្យផ្សេងៗជាដើមបាទក្នុងនោះពាក្យទី1យើងអានថា recite បាទយើងរលេចមកមើល definition និយមន័យគឺ to live ឬក៏ have your home or stay in a place មានន័យថាគឺជាការរស់នៅឬក៏ជាការស្នាក់នៅទីកន្លែងណាមួយណាបាទ example ឧទាហរណ៍ the family now resides in France មានន័យថាគ្រួសាររបស់យើងហ្នឹងគឺកំពុងតែរស់នៅក្នុងប្រទេសបារាំងបាទពាក្យបន្តមកទៀតហ្នឹងគឺពាក្យ consent មានឋានៈពាក្យជា verb បាទយើងរលេចទៅមើលនិយមន័យទាំងអស់គ្នាគឺមានន័យថា to agree to do something or to allow someone to do something មានន័យថាគឺជាការអនុញ្ញាតបាទឬក៏ជាការអនុញ្ញាតឲ្យអ្នកណាមួយធ្វើរឿងអ្វីមួយ example ឧទាហរណ៍ I have consented to lend her my car បាទប្រយោគនេះគឺមានន័យថាខ្ញុំបានអនុញ្ញាតឲ្យនាងនឹងគឺខ្ចីរថយន្តរបស់ខ្ញុំបាទឧទាហរណ៍ទី2 My aunt never married because her father wouldn't consent to her marriage មានន័យថាម្ដាយមីងរបស់ខ្ញុំគឺគាត់មិនដែលឆ្លងកាត់ការរៀបការមកទេបាទដោយសារតែឪពុករបស់គាត់ហ្នឹងគឺជាឬក៏ប៉ារបស់គាត់ហ្នឹងគឺមិនអនុញ្ញាតឲ្យគាត់មានចំណងអាពាហ៍ពិពាហ៍បាទ marriage កន្លែងហ្នឹងគឺមានន័យថាស្នាក់ពាក្យគឺជា noun មានន័យថាអាពាហ៍ពិពាហ៍បាទពាក្យបន្តមកទៀតគឺពាក្យ deduce បាទមានឋានៈពាក្យជា verb យើងក្រឡេកមើលនិយមន័យបន្តទៀតគឺ definition to reach an answer or a decision by thinking carefully about the known facts មានន័យថាគឺជាការស្វែងរកចម្លើយឬក៏ស្រាវជ្រាវរកចម្លើយឬក៏ការឃើញចម្លើយឬក៏ដឹងចម្លើយបាទឧទាហរណ៍ដូចជាគេ we cannot deduce very much from these figures កន្លែងនេះបើសិនជា figure កន្លែងហ្នឹងបកប្រែថាគឺជាមនុស្សយើងអាចបកប្រែថាយើងបាទมันអាចស្វែងរកចម្លើយបានច្រើនទេអំពីមនុស្សទាំងអស់ហ្នឹងបាទឬក៏បើ figure កន្លែងហ្នឹងគឺជាតួលេខឬក៏គឺជាក្រាបគឺមានន័យថាគឺយើងមិនអាចដឹងព័ត៌មានច្រើនពីតួលេខហ្នឹងទេឬក៏យើងមិនអាចដឹងព័ត៌មានច្រើនពីក្រាបហ្នឹងទេបាទឧទាហរណ៍ទី2 The police have deduced that he must have left his apartment yesterday evening កន្លែងនេះយើងបកប្រែថាគឺប៉ូលីសបានស្រាវជ្រាវរកឲ្យឃើញថាជនជាប់ចោទឬក៏ជនល្មើសហ្នឹងគឺគាត់ត្រូវបានចាក់ចេញពី apartment កាលពីល្ងាចម្សិលមិញបាទជើងមានន័យថា he កន្លែងហ្នឹងយើងអាចថាគឺជាជនល្មើសឬក៏ជនប្រព្រឹត្តដែលគាត់ប្រព្រឹត្តបទល្មើសផ្សេងណាបាទពាក្យ constraint បាទពាក្យ constraint មានឋានៈពាក្យជា verb គឺយើងក្រឡេកមើលនិយមន័យបន្ត definition to control and limit something បាទគឺមានន័យថាគឺជាការគ្រប់គ្រងចាត់ចែងឬក៏រារាំងអ្វីមួយបាទ example ឧទាហរណ៍ The country's progress was constrained by a leader who refused to look forward បាទចឹងមានន័យថា progress ឡើយហ្នឹងគឺមានន័យថាវឌ្ឍនភាពឬក៏ការអភិវឌ្ឍរីកចម្រើនបាទចឹងមានន័យថាការអភិវឌ្ឍរបស់ប្រទេសមួយគឺត្រូវបានរារាំងដោយឋានៈដឹកនាំបាទជាប្រភេទឋានៈដឹកនាំដែលគាត់បដិសេធទៅលើការមើលទៅលើអនាគតការឬក៏ប្រទេសមួយគឺមានការរាំងស្ទះនៅក្នុងការអភិវឌ្ឍដោយសារតែឋានៈដឹកនាំគាត់มันមានចក្ខុវិស័យល្អក្នុងការដឹកនាំបាទហើយយើងបកប្រែឲ្យល្អស្ដាប់ណាបាទ look forward កន្លែងហ្នឹងគឺមានន័យថាការមើលឆ្ពោះទៅមុខបាទបន្តមកទៀតគឺពាក្យ convince មានឋានៈពាក្យជា verb បាទនិយមន័យ definition to arrange a group of people for a meeting or to meet
for a meeting បាទមានន័យថាគឺជាការរៀបចំកិច្ចប្រជុំបាទឬគឺជាការប្រជុំបាទ example ឧទាហរណ៍ The Prime Minister convenes a meeting of his minister to discuss the matter យើងបកប្រែជាខេមរៈភាសាថានាយករដ្ឋមន្ត្រីគឺបានរៀបចំកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីទាក់ទងនឹងបញ្ហាផ្សេងៗបាទអញ្ចឹងមានថា ministers កន្លែងហ្នឹងគឺមានថាគឺជាកិច្ចប្រជុំនៅគណៈរដ្ឋមន្ត្រីឬក៏ប្រជុំទៅដោយរដ្ឋមន្ត្រីផ្សេងៗជាច្រើនបាទដែលមាននាយករដ្ឋមន្ត្រីជាប្រធានអង្គប្រជុំបាទឧទាហរណ៍ទី2 The council will be convening on the morning of the 25th បាទអញ្ចឹងមានន័យថាប៉ូលីសគឺត្រូវដោះសំទោសគឺគណៈកម្មការបាទឬក៏ក្រុមប្រឹក្សាហ្នឹងគឺគាត់នឹងមានកិច្ចប្រជុំមួយនៅព្រឹកព្រលឹមថ្ងៃទី25បាទចឹងមានថា console ហ្នឹងគឺជាអាចជាគណៈកម្មការឬក៏ជាក្រុមប្រឹក្សាដែលមានមនុស្សច្រើនជុំគ្នាណាបាទអញ្ចឹងខ្ញុំសូមបញ្ចប់អំពីពាក្យយើងតែប៉ុណ្ណេះដូច្នេះបើសិនជាមានកំហុសខុសឆ្គងហើយសូមខន្តីអធិស្ឋាននិងសូម subscribe ហើយនិង like share ហើយនិងជួយស្ថាបនាក្នុងករណីមានកំហុសខុសឆ្គងដោយប្រការណាមួយបាទសូមអរគុណ Thank you